ការរស់នៅដោយសេចក្តីថ្លៃថ្នូរនិងល្អបរិសុទ្ធគឺមិនមែនអាស្រ័យលើនាមតកូលពូជអម្បូរចំណេះដឹងឬទ្រព្យសម្បត្តិតែម្យ៉ាងទេតែវាគឺជាការប្រើប្រាស់របស់អស់ទាំងនោះឲ្យទៅជាប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃចេះធ្វើការងារត្រឹមត្រូវមានបញ្ញាស្គាល់គុណទោសប្រកាន់នូវគុណធម៌មានករណីយកិច្ចនិងរក្សានូវច្បាប់វិន័យឲ្យបានខ្ជាប់ខ្លួនបុគ្គលដែលប្រាថ្នាចង់បានសេចក្តីសុខចម្រើនក៏បីលះបង់នៅទម្លាប់អាក្រក់មួយចំនួនដូចជាភាពខ្ជិលច្រអូសការដេកទមួកការភ័យខ្លាចការខឹងច្រើនសេចក្តីអៀនខ្មាសនិងភាពយឺតយូរក្រោយគេប៉ុន្តែពីមុនគេច្រើននិយាយថាត្រីធំស៊ីត្រីតូចប៉ុន្តែសម័យនេះគេនិយាយថាត្រីលឿនស៊ីត្រីយឺតជារួមមិនខ្វល់ថាអ្នកមានទ្រព្យសម្បត្តិទួនាទីតំណែងចំណេះដឹងខ្ពស់ប៉ុណ្ណាទេតែបើចរិតមាយាទអន់គ្មានគុណធម៌សិលធម៌និងគ្មានបញ្ញាស្គាល់គុណទោសគឺសូន្យហើយអញ្ចឹងសូមបំពាក់ខ្លួនឯងដោយចំណេះដឹងដោយទួនាទីតំណែងទំនួលខុសត្រូវនិងទ្រព្យសម្បត្តិរួចប្រើប្រាស់វាឲ្យកើតជាប្រយោជន៍ដល់ប្រជាជាតិនិងពិភពលោក